ជាក់ស្ដែងដែលបទពិសោធន៍ដែលក្រុមហ៊ុនបានតម្លើងទៅលើចំការដំណាំចំការចម្រុះក្នុងការរៀបចំប្រព័ន្ធទឹកគឺសំខាន់ហើយបែងចែកទៅតាមដំណាំផ្សេងដែលវាមានតម្រូវការទឹកផ្សេងគ្នាអញ្ចឹងក្រុមហ៊ុនបានជ្រើសរើសប្រភេទក្បាលសាច់ដែលមាន compensate ឬក៏អាចថាមានសន្ទះទប់ទឹកបាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះខុនសេឡាជាមន្ត្រីបច្ចេកទេសប្រព័ន្ធស្រោចស្រពហ្គែនបាទសម្រាប់ក្រុមហ៊ុនហ្គែនមានសេវាកម្មរៀបចំប្រព័ន្ធស្រោចស្រពទៅលើដំណាំផ្សេងជាច្រើនដូចជាតារ៉េនដូងស្វាយឈើផ្លែដំណាំចម្រុះទៅលើសួនច្បារផ្ទះសំណាញ់និងមានសេវាកម្មសិក្សាប្លង់មានសេវាកម្មទៅលើការជួសជុលប្រព័ន្ធទឹកចាស់មកជាប្រព័ន្ធទឹកថ្មីបាទមុននឹងរៀបចំតម្លើងប្រព័ន្ធទឹកជូនម្ចាស់ចម្ការក្រុមការងារហ្គែនបានចុះសិក្សាប្លង់ជាក់ស្ដែងនៅតាមចម្ការបន្ទាប់មកយើងនឹងបានយកប្លង់នោះយកទៅសិក្សាលម្អិតនិងបានដាក់បញ្ចូលទៅក្នុង system ដើម្បីគណនាបរិមាណទឹកទៅតាមដំណាំតើដំណាំត្រូវការបរិមាណទឹកប្រមាណហើយត្រូវផលទំហំទយោប្រមាណដើម្បីយើងអាចមករៀបចំប្រព័ន្ធទឹកជូនម្ចាស់ចម្ការបានហើយយើងនឹងបានរៀបចំជាការរចនាប្លង់ជូនដល់ម្ចាស់ចម្ការមុននឹងឈានដល់ការមកតម្លើងប្រព័ន្ធស្រោចស្រពជូនម្ចាស់ចម្ការបាទចំពោះការដែលយើងរៀបចំប្រព័ន្ធទឹកយើងត្រូវការព័ត៌មានដូចជាគម្លាតគុំពីមួយគុំទៅមួយគុំតើម្ចាស់ចម្ការគាត់ប្រើគម្លាតគុំប៉ុណ្ណាហើយចំនួនដើមជាក់ស្ដែងដែលខាងចម្ការគាត់ដាំមួយទៀតគឺយើងសិក្សាទៅលើស្ថានភាពដីតើស្ថានភាពដីរបស់ចាស់ចម្ការគាត់ជាប្រភេទដីបែបម៉េចហើយយើងនឹងសិក្សាទៅលើប្រភពទឹកតើប្រភពទឹករបស់គាត់ផ្ដល់ទឹកទៅលើដំណាំដែលគាត់មានបរិមាណជាក់ស្ដែងហ្នឹងគ្រប់ឬក៏មិនគ្រប់អញ្ចឹងគឺយើងត្រូវការព័ត៌មានទាំងអស់ហ្នឹងដើម្បីយកទៅសិក្សាមុននឹងឈានដល់ការរៀបចំប្រព័ន្ធទឹកជូនម្ចាស់ចម្ការគឺខាងក្រុមការងារហ្គែនបានរៀបចំជាតារាងតម្លៃនិងការរចនាប្លង់ជូនម្ចាស់ចម្ការពិនិត្យជាក់ស្ដែងដើម្បីប្រកាសថាគាត់ឯកភាពទៅតាមអ្វីដែលយើងបានរៀបចំទើបយើងរៀបចំតម្លើងជូនចាស់ចម្ការក្នុងការរៀបចំតម្លើងប្រព័ន្ធស្រោចស្រពទៅតាមចម្ការជាដំបូងពេលដែលយើងទទួលបានការឯកភាពពីខាងម្ចាស់ចម្ការរួចរាល់ខាងក្រុមហ៊ុនហ្គែននឹងរៀបចំអីវ៉ាន់ដើម្បីដាក់ចូលក្នុងចម្ការបន្ទាប់ពីការដាក់អីវ៉ាន់រួចរាល់ខាងក្រុមការងាររបស់ហ្គែននឹងរៀបចំបែងចែកកម្លាំងដើម្បីកកាយដីរៀបចំម៉ាក់កេប្លង់ហើយនឹងរៀបចំបែងចែកប្លុកវ៉ានផ្សេងដែលយើងបែងចែកតាមប្លុកមួយឲ្យវាដាច់ពីគ្នាហើយនឹងយើងនឹងរៀបចំការបែងចែកកម្លាំងក្នុងការរាយទៅលើក្បាលសាច់រៀបចំប្របែកឧត្តយោប្របែកសាប់មែនប្របែកមែនឡាញហើយនឹងយើងនឹងភ្ជាប់យកដើរភ្ជាប់ទយោទាំងអស់បញ្ចូលគ្នាហើយបន្ទាប់ពីយើងភ្ជាប់តម្លើងចប់យើងនឹងធ្វើការតេស្តទឹកបញ្ជាក់ថាតើការរៀបចំប្រព័ន្ធទឹករបស់យើងនឹងវាទទួលបានប្រសិទ្ធភាពប៉ុណ្ណាតើវាស្រោចស្រពគ្រប់ទៅតាមអ្វីដែលម្ចាស់ចម្ការចង់បានឬក៏អត់បន្ទាប់ពីយើងតេស្តទឹកបញ្ចប់ទៅលើចម្ការឬក៏ប្លុកមួយហើយគឺយើងនឹងហៅម្ចាស់ចម្ការដើម្បីត្រួតពិនិត្យទៅលើការតេស្តទឹកទាំងអស់នៅក្នុងចម្ការតើវាត្រូវជាមួយនឹងអ្វីដែលគាត់ចង់បានឬក៏អត់បាទចំពោះក្រុមការងារហ្គែនគឺមានក្រុមការងារបច្ចេកទេសជាច្រើនដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការតម្លើងប្រព័ន្ធស្រោចស្រពទៅលើដំណាំចម្ការធំមានជាប្រភេទដីជម្រាលដីស្មើហើយនឹងប្រភេទដំណាំផ្សេងគ្នាមិនថាជាប្រភេទដំណាំឈើហូបផ្លែប្រភេទបន្លែឬក៏ប្រភេទលម្អឬក៏ប្រភេទផ្សេងតាមសួនច្បារតាមផ្សេងគឺខាងក្រុមហ៊ុនហ្គែនមានក្រុមបច្ចេកទេសក្នុងការតម្លើងបាទចំពោះភូមិសាស្ត្រឬក៏ទីតាំងដែលតម្លើងប្រព័ន្ធទឹកគឺមានការជះឥទ្ធិពលច្រើនឧទាហរណ៍ថាការតម្លើងប្រព័ន្ធស្រោចស្រពទៅលើដីរាបស្មើមានថាការចំណាយកម្លាំងឬក៏ពលកម្មគឺយើងចំណាយតិចក្នុងការរៀបចំហើយវាចំណាយពេលតិចក្នុងការតម្លើងចំណែកឯស្ថានភាពដីជម្រាលភ្នំឬក៏ដីទាបពោះអញ្ចឹងក្នុងការតម្លើងគឺយើងត្រូវការចំណាយពេលយូរហើយនឹងសម្ភារៈ
និងកម្លាំងពលកម្មធ្វើការចំណាយពេលច្រើនក្នុងការតម្លើងវាដោយសារអីយើងត្រូវការរៀបចំនិងគណនាទៅលើជំរាលទៅលើបរិមាណទឹកទៅលើសម្ពាធផ្សេងៗដើម្បីឲ្យដំណាំរបស់យើងវាចេញទឹកស្មើចំពោះការរៀបចំប្រព័ន្ធទឹកទៅលើចំការដែលមានដំណាំចម្រុះខាងក្រុមហ៊ុនបានរៀបចំបបែកប្លុកទៅតាមដំណាំផ្សេងគ្នាដោយសារអីដំណាំផ្សេងគឺមានតម្រូវការទឹកផ្សេងគ្នាជាក់ស្ដែងដែលបទពិសោធន៍ដែលក្រុមហ៊ុនបានតម្លើងទៅលើចំការដំណាំចំការចម្រុះគឺមានស្វាយមានដូងមានទុរេនមានសាវម៉ាវមានពត្រាមានអញ្ចឹងក្នុងការរៀបចំប្រព័ន្ធទឹកគឺសំខាន់ហើយបែងចែកទៅតាមដំណាំផ្សេងដែលវាមានតម្រូវការទឹកផ្សេងគ្នាអញ្ចឹងក្រុមហ៊ុនបានជ្រើសរើសប្រភេទក្បាលសាច់ដែលមាន compensate ឬក៏អាចថាមានសន្ទះទប់ទឹកដើម្បីបែងចែកទៅតាមប្រភេទដំណាំផ្សេងគ្នាហើយការបែងចែកប្លុកជាក់ស្ដែងគឺយើងបែងចែកទៅតាមប្លុកដែលយើងស្រោចស្រពដូចថាដំណាំដែលមានតម្រូវការទឹកតិចគឺយើងប្រើចំនួនក្បាលសាច់1ឬក៏2ហើយសម្រាប់ដំណាំដែលមានតម្រូវការទឹកច្រើនដូចជាតារ៉េននេះគឺយើងអាចដាក់ក្បាលសាច់3ឬក៏4ទៅតាមអាយុកាលរបស់ដំណាំអញ្ចឹងគឺក្នុងការដោះស្រាយបញ្ហាទៅលើដំណាំចម្រុះនៅក្នុងចំការតែមួយគឺយើងអាចប្រើបានទាំងអស់ដោយអត់មានបញ្ហាខ្វះខាតទឹកទៅលើដំណាំទេបាទសម្រាប់ការធានាទៅលើផលិតផលឬក៏សេវាកម្មក្រុមហ៊ុន GAN មានការធានា1ឆ្នាំទៅលើការបែកបាក់ដោយបច្ចេកទេសខាងក្រុមការងារ GAN ដែលធ្វើការដំឡើងហើយនឹងមានការធានាទៅលើផលិតផលទៅតាមកុងត្រាដែលបានរៀបចំជូនម្ចាស់ចម្ការមុននឹងការតម្លើងឈានមកដល់បើសិនជាករណីដែលវាមានលេចធ្លាយនៅកន្លែងណាមួយដែលជាបច្ចេកទេសរបស់ខាងក្រុមការងារ GAN ក្រុមការងារ GAN នឹងចោះមកជួសជុលជូនម្ចាស់ចម្ការដោយអត់មានគិតថ្លៃទេចំពោះម្ចាស់ចម្ការដែលមានបំណងចង់តម្លើងប្រព័ន្ធស្រោចស្រពនៅតាមចម្ការអាចតាក់ទងមកខាងក្រុមហ៊ុន GAN តាមរយៈលេខទូរស័ព្ទ Facebook Page ខាងលើសូមអរគុណ